សូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាសាជាថ្មីម្ដងទៀតខ្ញុំបាទឈ្មោះឈួនរវីជាគ្រូបង្រៀនមុខវិជ្ជាជីវវិទ្យាមកពីវិទ្យាល័យព្រះស៊ីស្វាត់ក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីបាទសម្រាប់វីដេអូនេះខ្ញុំសូមធ្វើការចែករំលែកពាក់ព័ន្ធទៅនឹងកម្មវិធីជំនួយមួយដល់ការបង្រៀននិងរៀនរបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាគឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្មវិធី online stopwatch ពាក់ព័ន្ធទៅនឹងការកំណត់បាទ timer បាទនៅពេលដែលឲ្យសិស្សធ្វើការពិភាក្សាជាក្រុមឬក៏ពិភាក្សាដៃគូនៅក្នុងថ្នាក់បាទថាតើកម្មវិធីនេះយើងប្រើប្រាស់ដោយដូចម្តេចហើយវាមានអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសូមអញ្ជើញលោកគ្រូទាំងអស់គ្នាទស្សនាវីដេអូនេះបាទតាំងពីដើមរហូតដល់ចប់ដូចតទៅបាទអញ្ចឹងជាបឋមលោកគ្រូត្រូវប្រកាសថាកុំព្យូទ័ររបស់លោកគ្រូបានភ្ជាប់ជាមួយអ៊ីនធឺណិតរួចរាល់បែបនេះបាទបន្តមកទៀតគឺលោកគ្រូសូមចុចលើកម្មវិធី Google Chrome បាទដោយទៅคลิกលើវាបាទរួចហើយធ្វើការភ្ជាប់ជាមួយនឹង email ដែលលោកគ្រូគាត់ថាចង់ភ្ជាប់ជាមួយបាទអញ្ចឹងខ្ញុំសូមធ្វើការភ្ជាប់ជាមួយ email នេះចុះដែលយើងចុចលើវាមកណានោះវានឹងលោតបង្ហាញបែបនេះនៅត្រង់ search គឺយើងនិយាយពី online stopwatch បាទអញ្ចឹងដោយសារតែខ្ញុំវាយម្ដងរួចហើយអញ្ចឹងវាលោតដោយអូតូចេញមកតែម្ដងគឺកម្មវិធី onlinestopwatch.com រួចហើយយើង enter វាមកនោះវានឹងបានបង្ហាញអំពីទម្រង់បែបនេះគឺពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីច្រើនពាក់ព័ន្ធនឹងការកំណត់តំណាងការធ្វើក្នុងថ្នាក់អីជាដើមបាទមានច្រើនប្រភេទមាន random name ក៏មានអញ្ចឹងមានច្រើនអញ្ចឹងដោយសារតែការបង្ហាញរបស់ខ្ញុំបាទពាក់ព័ន្ធទៅនឹងការដាក់ timer បាទការកំណត់ពេលវេលាក្នុងការឲ្យសិស្សធ្វើការពិភាក្សាជាក្រុមឬក៏ជាដៃគូនៅក្នុងថ្នាក់អញ្ចឹងខ្ញុំសូមធ្វើការចុចទៅត្រង់ classroom timer បាទហើយ scroll វាចុះក្រោមអញ្ចឹងឃើញថាការកំណត់ timer គឺមានច្រើនទម្រង់ណាស់អញ្ចឹងអាស្រ័យលើលោកគ្រូចូលចិត្តនិងចង់ប្រើប្រាស់វាអញ្ចឹងខ្ញុំសូម scroll វាបន្តទៀតមកដល់កន្លែងនេះបាទពាក់ព័ន្ធទៅនឹងការកំណត់ម៉ោងដែរឃើញថាវាប្លែកអញ្ចឹងខ្ញុំសូមធ្វើការចុចទៅលើវាបាទពាក់ព័ន្ធរូបក្របបែកកំពុងតែឆេះនេះបាទអញ្ចឹងខ្ញុំចុចលើវាមកហើយយើង scroll ចុះក្រោមដូចគ្នាបាទនោះវានឹងលោតបង្ហាញអំពីទម្រង់ក្របបែកដែលកំពុងឆេះមានកន្លែងកំណត់ពេលវេលាថាតើលោកគ្រូចង់ឲ្យសិស្សភាសាការងារក្រុមឬក៏ជាដៃគូប្រមាណនាទីអញ្ចឹងលោកគ្រូធ្វើការកំណត់មកបាទអញ្ចឹងឧទាហរណ៍ខ្ញុំសាកល្បងកំណត់រយៈពេល15នាទីដើម្បីឲ្យសិស្សធ្វើការពិភាក្សាគ្នាក្នុងក្រុមបាទអញ្ចឹងក្នុងការកំណត់គឺយើងវាយបញ្ចូលបាទនៅលើ keyboard កុំព្យូទ័ររបស់យើងតែម្ដងអូមើលថាការពិភាក្សាហ្នឹងមានរយៈពេល15នាទីយើងអញ្ចឹងយើងចុចយើងវាយលេខ15មកបាទនេះគឺវាកំណត់ឲ្យបាទ15នាទីបាទកន្លែងគឺម៉ោងកន្លែងនាទីកន្លែងនេះវិនាទីអញ្ចឹងពេលបានហើយយើងបាទសេតវាមកបាទនោះវានឹងលោតរយៈពេល15នាទីនៅលើក្របបែកបែបនេះបាទហើយយើងចាប់ផ្ដើមបាទធ្វើការចុច start វាមកបាទបែរថាដំណើរការនៃការភាសាចាប់ដើមលោកគ្រូគ្រាន់តែចុច start លើវាមកបាទវានឹងលោតនាទីលោតបាទ countdown បាទថយរហូតពេលដែលវា countdown ដល់ចំណុចចប់គឺក្របបែកនឹងផ្ទុះតែម្ដងន័យថាការកំណត់នាទីរបស់យើងគឺបានអស់មកបាទអញ្ចឹងកម្មវិធីនេះគឺមានចំណាប់អារម្មណ៍ទាក់ទាញដល់សិស្សខ្លាំងមែនទែនដោយសារគាត់ឃើញក្របបែកដែលកំណត់នាទីកំពុងតែឆេះអញ្ចឹងគាត់ធ្វើការពិភាក្សាគ្នារូបរាងលឿនហើយម្នាក់ក្នុងក្រុមគឺសកម្មដើម្បីអីធ្វើកិច្ចការឲ្យទាន់ពេលវេលាមុននឹងក្របបែកចាប់តាមផ្ទុះបាទអញ្ចឹងនេះគ្រាន់តែជាកម្មវិធីមួយ
ដែលតាក់ទាញចំណាប់អារម្មណ៍ឲ្យគាត់ធ្វើការពិភាក្សារឹតតែរហ័សគាត់ខំសិក្សាខំពិភាក្សាគ្នាមិនឲ្យពេលវេលាបណ្ដោយចោលទេបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំបាទមានតែប៉ុណ្ណឹងបាទសូមអរគុណលោកគ្រូទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់និងទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា